Rồi xưa đây là tỏ khía dòng bạn lý hỏi thì ní Sma cung để tỏ khía một cái lý tỏ thuê đọc anh khiêm học bài thì ní nín khiêm miên bật thiên đọc bát bối mà cha đồng này cho nên tỏ khía cứ như vậy ông pi tham một bọn được không được bao giờ miên đang cầm nọ ta này tỏ khía miên đang tết tha tham một bọn được không được bao giờ miên đang cầm nọ chẳng nơi thế này những khi mà một bọn này chung nè tỏ khía ở ban snap vô chi chùm này đắng tục chỉ bọt bị sao nâng vô bia tập kết nó không ca đâu phải trang khai được bao giờ chẳng nó bay để dẫn đứng tha rồi bo vậy mùi miên đan cùng nọt nấu dân đừng pra viếtประกอบដោយការប្រយ័ត្នប្រយែងបំផុតនៃតគ្នាឧទាហរណ៍ថាអ្នកទាំងគ្នាមានលុយ 100000 ហើយ 100000 ហ្នឹងគឺនៅចុងខែតើអ្នកទាំងគ្នាហ៊ានចំណាយលុយ $20 ក្នុងការទិញភីសាដើម្បីញ៉ាំមួយថ្ងៃនោះទេច្បាស់ណាស់ថាអ្នកទាំងគ្នាមិនហ៊ាននោះទេអញ្ចឹងហោះទី2ឧទាហរណ៍ថានៅពេលដែលយើងកំពុងតែធ្វើដំណើរទៅធ្វើការឬក៏យើងទៅតាមខេត្តអីចឹងណាអ្នកគ្នាប៉ុន្តែពេលហ្នឹងយើងអត់បានយក power bank ឬក៏ឆ្នាំងសាកទៅឲ្យយើងភ្លេចចឹងណាហើយថ្មទូរស័ព្ទរបស់យើងសល់ 30% តើអ្នកទាំងគ្នាបន្ត scroll social media ឬក៏អ្នកទាំងគ្នាចាក់បទចម្រៀងស្ដាប់ដែរឬទេច្បាស់ណាស់ថាអ្នកទាំងគ្នានឹងមិនធ្វើវាទេហើយថែមទាំងបានបិទពន្លឺបិទអ៊ីនធឺណិតហើយយើងចុចមុខងារកន្លែងដែល save ថាមពលរបស់ទូរស័ព្ទរបស់យើងទៀតផងអ្នកទាំងគ្នាអញ្ចឹងដោយឡែកនៅពេលដែលយើងដឹងថារបស់អ្វីមួយវាអត់មានដែនកំណត់ណាអ្នកទាំងគ្នានោះយើងនឹងប្រើវាដោយភាពខ្ជះខ្ជាយខ្លាំងបំផុតយ៉ាងអ្នកទាំងគ្នាចាក់ស្ដែងដូចជាការប្រើប្រាស់ទឹកស្អាតអញ្ចឹងអ្នកទាំងគ្នាភាគច្រើនមនុស្សមួយចំនួនក៏គិតថាការប្រើប្រាស់ទឹកស្អាតហ្នឹងគឺទឹកស្អាតហ្នឹងវាមិនមានដែនកំណត់ទេគឺយើងចង់ប្រើខ្ជះខ្ជាយមិនក៏វានៅតែមានរហូតដែរអ្នកទាំងគ្នាអញ្ចឹងឧទាហរណ៍ថានៅពេលដែលគេកំណត់ឲ្យយើងប្រើប្រាស់ទឹកមួយថ្ងៃ20លីត្រអញ្ចឹងតើអ្នកទាំងគ្នានឹងប្រើវាខ្ជះខ្ជាយទៀតដែរឬទេច្បាស់ណាស់ថាយើងមិនប្រើវាខ្ជះខ្ជាយទេយើងបែងចែកថាទឹកប៉ុណ្នេះទុកសម្រាប់ងូតទឹកប៉ុណ្នេះទុកសម្រាប់ធ្វើម្ហូបលីងចានអីចឹងណាអ្នកទាំងគ្នាអញ្ចឹងតើកាលណារបស់អ្វីមួយមានដែនកំណត់នោះយើងនឹងមិនប្រើប្រាស់វាដោយភាពខ្ជះខ្ជាយនោះទេអ្នកទាំងគ្នាហើយដោយឡែកមួយវិញទៀតតើអ្នកទាំងគ្នាដឹងទេថាថាមពលក្នុងខ្លួនរបស់យើងវាមានដែនកំណត់ហ្នឹងវាមានដែនកំណត់បែបម៉េចគឺថានៅពេលដែលយើងភ្ញាក់ពីគេងគឺប្រៀបបានដូចជាយើងបានបញ្ចូលថ្មឲ្យខ្លួនឯងហើយអញ្ចឹងណាអ្នកទាំងគ្នាគឺយើងមានថាមពលរហូតទៅដល់ 100% ពេញបបតែម្ដងអ្នកទាំងគ្នាហើយ100% ហ្នឹងយើងបែងចែកទៅលើកិច្ចការងារផងទៅលើរឿងផ្ទាល់ខ្លួនផងរហូតដល់ពេលយប់យើងមានអារម្មណ៍ថានឿយហត់ល្វើយអស់កម្លាំងនេះហើយគឺវាបានបញ្ជាក់ថារាងកាយរបស់យើងវាត្រូវការសាកថ្មបន្ថែមទៀតគឺការគេងអ្នកទាំងគ្នាគឺរាងកាយរបស់យើងវាអាចធ្វើការបាន24ម៉ោងពេញទេគឺវាត្រូវការសម្រាកដូចជាយើងសាកថ្មទូរស័ព្ទចឹងដែរអ្នកទាំងគ្នាហើយមិនតែប៉ុណ្ណោះតើអ្នកទាំងគ្នាមានដែលប្រយ័ត្នប្រយែងទេក្នុងការប្រើប្រាស់ថាមពលក្នុងខ្លួនរបស់យើងគឺដែនកំណត់របស់យើងគឺមានតែ 100% តែយើងបែងចែកវាមិនព្រោះអីពេញមួយថ្ងៃរបស់យើងគឺយើងមានសកម្មភាពច្រើនខ្លាំងមែនទែនណាអ្នកទាំងគ្នាទាំងលើការងារផ្សេងហើយអ្វីដែលកាន់តែពិសេសនោះគឺយើងបានខ្ជះខ្ជាយថាមពលក្នុងខ្លួនរបស់យើងទៅលើ3ចំណុចអ្នកទាំងគ្នាគឺយើងអត់ដឹងខ្លួនទេគឺទី1ទៅលើបណ្ដាញសង្គមទី2ទៅលើរឿងដែលយើងនៅតែមានចម្ងល់សង្ស័យគឺគេហៅថាបញ្ហាដែលមិនទាន់បានដោះស្រាយណាអ្នកគ្នាហើយចំណុចទី3នោះគឺនិយាយអ្នកទាំងគ្នាទី3គឺចំនួននៅក្នុងការគិតរបស់យើងខ្លួនឯងតើអ្នកទាំងគ្នាដឹងទេថាចំនួននៅក្នុងការគិតរបស់យើងហ្នឹងវាមិនគឺវាចេះអ្នកទាំងគ្នានៅពេលដែលមាននរណាម្នាក់និយាយប្រាប់យើងថាយើងចេះយើងចោះនៅពេលនោះហើយដែលនៅក្នុងខួរក្បាលរបស់យើងនៅតែគិតពីអ្វីដែលគេបាននិយាយមិនល្អពីយើងនិយាយប្រាប់យើងថាយើងបែបនេះបែបនោះ
vậy tới khúc ba bầu dưỡng biết nó tại kịch tập bây giờ là nghe là đầu tiên chứ biết thua ở tham một con ở không bao giờ nó biết bay trai tranh kreo chứ cái này đầu kia để xe giống pra cái kịch chân hai ở Krabi chùm lại chẳng bay nè nè tàu khi mình đang thẻ ta tham một bộ ở giờ nó việc ban bật bong từ nè tiệt cứ từ lớp bay sát sụp vô tham một bộ chắc nè tàu khi cho nó thà ở bay sát sụp vô tham một bộ nó chia nữa nè chắc môn lần ở bộ sai chu nè tàu khi đang theo bay sát nó chia nữa nè chắc nhung ở non nè tàu khi từ score mình được bay prophet nè tàu hai tí muối vậy đó mình được bay prophet nó cứ យើងតែងតែជួបឯនៅក្នុងជីវិតរស់នៅយើងប្រចាំថ្ងៃហ្នឹងគឺទី1នៅមនុស្សម្នាក់ហ្នឹងនៅពេលដែលយើងនិយាយជាមួយគាត់សន្ទនានឹងចប់ហើយយើងមានអារម្មណ៍ថាស្រស់ស្រាយល្អមានគំនិតថ្មីៗហើយនិយាយទៅ positive មែនទែនអ្នកនរគ្នាណាគឺជាប្រភេទមនុស្សទី1ចំណែកឯមនុស្សប្រភេទទី2គឺនៅពេលដែលយើងសន្ទនាមួយគាត់ចប់សពគ្រប់ហើយយើងមានអារម្មណ៍ថាធម្មតាអត់មានអីជាគំនិតល្អអស្ចារ្យអីទេ ចំណែកឯមនុស្សទី3គឺជាមនុស្សដែលស្រូបយកថាមពលរបស់យើងខ្លាំងអ្នកនរគ្នាគឺចេះឥទ្ធិពលអវិជ្ជមានខ្លាំងមែនតើគឺក្រោយពេលដែលយើងសន្ទនាឬក៏ធ្វើការសេពគប់មួយគាត់ហើយធ្វើឲ្យយើងនឹងបាត់បង់ថាមពលទៅក្នុងខ្លួនរបស់ពីក្នុងខ្លួនរបស់យើងដោយអត់ដឹងខ្លួនទេអ្នកនរគ្នាគឺចេះឥទ្ធិពលអវិជ្ជមានខ្លាំងមែនតើហើយនិយាយរួមទៅការសេពគប់នេះវាពិតជាសំខាន់ខ្លាំងមែនតើអ្នកនរគ្នា មុនពេលដែលយើងសេពគប់យើងត្រូវនឹងថាមនុស្សនឹងមានអត្តចរិតប្រភេទម៉េចត្រូវជាមួយនឹងយើងអត់បើសិនជាយើងជាអ្នកដែលចូលចិត្តអានសភៅអញ្ចឹងយើងគួរតែសេពគប់មិត្តភ័ក្តិណាដែលគាត់ចូលចិត្តអានសភៅដូចគ្នាដើម្បីជួយយើងនៅក្នុងការអភិវឌ្ឍជំនាញអានសភៅនៅអ្នកនរគ្នានិយាយរួមទៅការសេពគប់នរណាក៏គេនិយាយដែរអ្នកនរគ្នាថាវាមានចំណុចសំខាន់ខ្លាំងមែនទែនណានៅក្នុងជីវិតរបស់យើងដោយពាក្យស្លោកដែលយើងនិយាយថាសេពគប់ជាអ្នកគ្នាបើយើងសេពគប់បណ្ឌិតយើងនឹងខ្លាចទៅជាបណ្ឌិតតែបើយើងសេពគប់ពាលនោះមិនយូរមិនឆាប់ទេយើងនឹងខ្លាចទៅជាពាលដែរអ្នកនរគ្នាអញ្ចឹងការសេពគប់ហ្នឹងវានិយាយរួមទៅអ្នកគេក៏គេនិយាយដែរអ្នកនរគ្នាថាវាមានសារៈសំខាន់ខ្លាំងមែនទែននៅក្នុងការរស់នៅការអភិវឌ្ឍខ្លួនរបស់យើងនាពេលបច្ចុប្បន្ននេះមិនថាពេលបច្ចុប្បន្នទេតាំងពីយូរយារណាស់មកហើយអ្នកនរគ្នាហើយមកដល់ត្រឹមនេះក៏ខ្ញុំអីដែរអ្នកនរគ្នាគឺគ្រាន់តែចង់សរុបឡើងវិញថាថាមពលនៅក្នុងខ្លួនរបស់យើងមានកំណត់អញ្ចឹងមុននឹងយើងធ្វើអ្វីៗគឺយើងត្រូវគិតខ្លាំងមែនទែនអ្នកនរគ្នាថាយើងគួរបែងចែកថាមពលរបស់យើងមួយផ្នែកទៅលើសកម្មភាពប្រចាំថ្ងៃរបស់យើងហ្នឹងឯងអ្នកនរគ្នាដើម្បីកុំឲ្យវាបាត់បង់ទៅដោយមិនដឹងខ្លួនដល់ពេលយប់ឡើងស្រាប់តែមានអារម្មណ៍ថាថ្ងៃនេះហត់អីខ្លះមែនប៉ុន្តែដូចជាអត់មានបានសាច់ការអីផងអញ្ចឹងកុំឲ្យយើងមានអារម្មណ៍ថាបែបហ្នឹងណាអ្នកនរគ្នាហើយមួយវិញទៀតក៏អាធម្មពលនៅក្នុងខ្លួនរបស់យើងហ្នឹងក៏វាជះឥទ្ធិពលទៅលើគោលដៅរបស់យើងដែរអ្នកនរគ្នាតែកាលណាយើងបានប្រើប្រាស់អាធម្មពលក្នុងខ្លួនរបស់យើងទៅលើរឿងខុសនោះយើងនឹងដើរចេញឆ្ងាយពីគោលដៅរបស់យើងហើយអញ្ចឹងយើងត្រូវតែចេះ control ធម្មពលក្នុងខ្លួនរបស់យើងឲ្យបានល្អហើយជាចុងក្រោយនេះខ្ញុំក៏អត់មានអីដែរអ្នកនរគ្នាហើយក៏សូមអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងជួយចុច like subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗរបស់នេះខ្ញុំហើយចង់បញ្ជាក់ផងដែរថាអត្ថបទដែលខ្ញុំនិយាយមុនហ្នឹងគឺដកស្រង់ចេញពីសៀវភៅរឿងតូចមួយរបស់បងស្រីសេងកេតលីអ្នកនរគ្នាអញ្ចឹងបាយបាយ